កាន់ទូរស័ព្ទសិត16 17 18ដល់ពេលសំបីតែរឿងត្រូវចិត្តគេនិយាយទៅវាត្រូវហើយហ្នឹងមានសិទ្ធមើលតែមិនមានសិទ្ធចុច like ហើយក៏មិនមានសិទ្ធ share ដែរប្រហែលអ្នកដែលស្ថិតនៅក្នុងស្ថានភាពបែបហ្នឹងមើលពូសួរតិចមើលប្រាប់តគ្នាផងណាបងប្អូនទោះបីប្តីវាយប្តីប្រើអំពើហិង្សាប្តីផិតក្បត់គម្រាមកំហែងគម្រាមសម្លាប់ឬមួយក៏សម្លុតមិនក៏ដោយបើសិនជាបងប្អូនអូស Facebook អូស TikTok ទៅឃើញគេនិយាយទៅវាចំសាច់រឿងខ្លួនឯងខ្លួនឯងច្រឡំដៃ share ឬមួយក៏ share អីកុំ share ឲ្យសោះប្រយ័ត្នប៉ះពាល់កិត្តិយសគេឈ្មោះរបស់ប្តីតោះនេះពីព្រោះប្តីជាច្រើនយល់ថាអាការ share Facebook ការបង្ហាញអារម្មណ៍លើ Facebook ហ្នឹងអាហ្នឹងគឺជាផលប៉ះពាល់ដែលប៉ះពាល់ដល់កិត្តិយសគេឈ្មោះរបស់ប្តីហើយប៉ះពាល់ដល់កិត្តិយសគ្រួសារកុំឲ្យសោះកុំច្រឡំដៃ share វីដេអូបុរិនអីវ៉ានេះកុំឲ្យសោះពីប៉ះពាល់អានេះធ្ងន់ធ្ងរណាស់បើសិនជាបងប្អូនតឹងពេក share ក៏ share ទៅតែ share ដាក់ only me ឃើញឯងហ្នឹងទៅគ្រូឯងនិយាយមកដូចមិនទេគ្រូនិយាយមិនការពារសុវត្ថិភាពបងប្អូនឯងហ្នឹងឯងអាណាគ្រាន់តែសេរីភាពនៅក្នុងការមើល Facebook มันមានសិទ្ធ like มันមានសិទ្ធ share វាប៉ះពាល់គ្រប់បែបយ៉ាងអញ្ចឹងដឹងទិញទូរស័ព្ទ17 18មកធ្វើអីទេកាន់ទូរស័ព្ទសិត16 17 18ដល់ពេលសំបីតែរឿងត្រូវចិត្តគេនិយាយទៅវាត្រូវហើយហ្នឹងមានសិទ្ធមើលតែមិនមានសិទ្ធចុច like ហើយក៏មិនមានសិទ្ធ share ដែរប្រហែលអ្នកដែលស្ថិតនៅក្នុងស្ថានភាពបែបហ្នឹងមើលពូសួរតិចមើល